សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast ដំណើរកម្សាន្តប្រវត្តិសាស្ត្រខ្មែរជាមួយខ្ញុំបាទសង្ឃឹមថាប្រិយមិត្តទាំងអស់គ្នាសុខសប្បាយជាធម្មតាបាទថ្ងៃនេះខ្ញុំពិតជាមានកិត្តិយសនិងរំភើបណាស់ដែលបាននាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅស្វែងយល់ពីប្រាសាទមួយក្រុមដែលប្រហែលជាមិនសូវមានគេស្គាល់ឬនិយាយដល់ច្រើនដោយប្រាសាទអង្គរវត្តឬបាយ័ននោះទេប៉ុន្តែវាពិតជាមានរឿងរ៉ាវប្រវត្តិសាស្ត្រនិងសារៈសំខាន់មិនអាចកាត់ថ្លៃបាននៅក្នុងស្ថាបត្យកម្មនិងជំនឿរបស់ខ្មែរយើងប្រាសាទដែលយើងនឹងជជែកគ្នានៅថ្ងៃនេះគឺគ្មានអ្វីក្រៅពីប្រាសាទព្រះពិធូនោះទេខ្ញុំជឿថាអ្នកខ្លះប្រហែលជាធ្លាប់ឮហើយតែអ្នកខ្លះទៀតប្រហែលជាឆ្ងល់ថាប្រាសាទព្រះពិធូនេះនៅឯណាទៅហើយហេតុអ្វីបានជាគេហៅថាក្រុម5បាទទាំងអស់នេះហើយគឺជាចង្មល់ដែលយើងនឹងស្រាយទាំងអស់គ្នានៅក្នុង podcast របស់យើងនាពេលនេះពិតណាស់ប្រាសាទព្រះពិធូនេះគឺជាក្រុមប្រាសាទតូចៗចំនួន5ដែលត្រូវបានកសាងឡើងនៅក្នុងបរិវេណដ៏ពិសិដ្ឋនៃក្រុងអង្គរធំការដែលគេហៅថាក្រុម5គឺសំដៅទៅលើចំនួនប្រាសាទទាំង5នេះឯងវាស្ថិតនៅភាគខាងជើងនៃព្រះបរមរាជវាំងចក្រនិងខាងលើផ្លូវចូលទ្វារជ័យនៃក្រុងអង្គរធំបើប្រិយមិត្តធ្លាប់បានទៅលេងអង្គរធំហើយដើរលេងក្បែរតំបន់ព្រះបរមរាជវាំងចក្រឬទៅលេងប្រាសាទភីមេអាកាសនោះប្រហែលជាបានឃើញប្រាសាទតូចៗទាំងនេះហើយប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍លម្អិតឬដឹងពីប្រវត្តិស៊ីជម្រៅរបស់វានិយាយឲ្យត្រង់ទៅប្រាសាទក្រុមនេះមិនមែនជាប្រភេទប្រាសាទដែលមានភាពរុងរឿងឬទ្រង់ទ្រាយធំដុំដោយអង្គរវត្តឬបាយ័ននោះទេក៏ប៉ុន្តែភាពប្លែកនិងគួរឲ្យចាប់អារម្មណ៍របស់វាគឺស្ថិតនៅលើការរួមចូលគ្នានៃរចនាបថនិងជំនឿសាសនាផ្សេងៗគ្នាដែលបានឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរនយោបាយនិងជំនឿសាសនានៅក្នុងសម័យអង្គរតើពាក្យថាព្រះពិធូនេះមានន័យដូចម្តេចទៅបាទនេះគឺជាចំណុចមួយដែលអ្នកប្រាជ្ញនិងអ្នកស្រាវជ្រាវនៅតែបន្តពិភាក្សានិងស្វែងរកចម្លើយនៅឡើយយោងតាមឯកសារមួយចំនួនគេបានលើកឡើងថាពាក្យពិធូអាចសំដៅទៅលើពិទុរៈដែលមានន័យថារៀនហៅឬវេទិកាសម្រាប់បូជាឯខ្លះទៀតក៏បានភ្ជាប់ទៅនឹងពាក្យបាលីសំស្ក្រឹតដែលអាចមានន័យទាក់ទងនឹង5ផងដែរដោយសំដៅទៅលើប្រាសាទទាំង5នេះឯងយ៉ាងណាមិញមិនទាន់មានការបកស្រាយច្បាស់លាស់ណាមួយដែលត្រូវបានទទួលស្គាល់ជាសកលនោះទេដូច្នេះហើយភាពអាចកំបាំងនៃឈ្មោះនេះគឺកាន់តែបន្ថែមនូវភាពទាក់ទាញដល់ក្រុមប្រាសាទព្រះពិធូមួយនេះដោយដែលខ្ញុំបានរៀបរាប់ប្រាសាទព្រះពិធូគឺមានប្រាសាទតូចៗចំនួន5ដែលអ្នកប្រាជ្ញគេបានដាក់ឈ្មោះឲ្យតាមលំដាប់អក្សរ T U V X និង Y ឬខ្លះទៀតក៏ហៅថាពិធូ1ពិធូ2ពិធូ3ពិធូ4ពិធូ5ទៅតាមការរៀបចំរបស់វាការដាក់ឈ្មោះតាមអក្សរអង់គ្លេសនេះគឺដើម្បីងាយស្រួលក្នុងការសិក្សានិងចំណាំពីព្រោះប្រាសាទទាំងនេះមិនមានសាលាចារឹកច្បាស់លាស់ណាមួយដែលបញ្ជាក់ពីឈ្មោះដើមរបស់វាឡើយអញ្ចឹងឥឡូវនេះសូមអនុញ្ញាតឲ្យខ្ញុំបាទនាំប្រិយមិត្តទាំងអស់គ្នាទៅស្វែងយល់លម្អិតពីប្រាសាទនីមួយៗក្នុងក្រុមនេះម្ដងយើងនឹងចាប់ផ្ដើមជាមួយប្រាសាទទេដែលគេក៏ហៅថាពិធូ1ប្រាសាទនេះត្រូវបានសាងសង់ដោយប្រើប្រាស់ឥដ្ឋនិងថ្មពុកជាចម្បងវាជាប្រាសាទមួយដែលមានលក្ខណៈប្រហាក់ប្រហែលនឹងរចនាបថអង្គរវត្តដែលមានន័យថាវាទំនងជាត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2ឬអាចមុនបន្តិចក៏ថាបាននៅទីនេះយើងអាចមើលឃើញនៅរចនាបថបែបហិណ្ឌូនិយមដែលឧទ្ទិសដល់ព្រះវិស្ណុទោះបីជាបច្ចុប្បន្នប្រាសាទនេះមានសភាពទ្រុឌទ្រោមបន្តិចហើយក៏ដោយក៏យើងនៅតែអាចស្រមៃបាននៅសម្រស់ដើមរបស់វាតាមរយៈការពិនិត្យមើលទៅលើបំណែកផ្តែរឬរូបចម្លែកមួយចំនួនដែលនៅសេសសល់ជញ្ជាំងឥដ្ឋដ៏ធំហើយមានទ្វារបញ្ឆោតនៅតាមជ្រុងនីមួយៗបញ្ជាក់ពីលក្ខណៈទូទៅនៃប្រាសាទក្នុងយុគសម័យនោះគួរឲ្យសោកស្ដាយដែលធាតុដើមច្រើនត្រូវបានបាត់បង់ឬខូចខាតទៅហើយប៉ុន្តែអ្វីដែលនៅសល់សល់ក៏អាចឲ្យយើងមើលឃើញពីភាពប៉ិនប្រសប់នៃជើងខ្មែរសម័យបុរាណផងដែរបន្តមកយើងងាកមកមើលប្រាសាទអ៊ូឬពិធូធូវិញម្ដងប្រាសាទនេះគឺមានលក្ខណៈខុសប្លែកពីប្រាសាទទេគួរឲ្យកត់សម្គាល់វាត្រូវបានសាងសង់ឡើងស្ទើរតែទាំងស្រុងដោយថ្មពុកហើយបញ្ជាក់យ៉ាងច្បាស់ពីលក្ខណៈស្ថាបត្យកម្មក្នុងរចនាបថបាយ័នដែលជាសម័យកាលរបស់ព្រះបាទជ័យវរ្ម័នទី7អ្វីដែលពិសេសបំផុតនៃប្រាសាទអ៊ូនេះគឺវាជាប្រាសាទព្រះពុទ្ធសាសនាមហាយានដែលមានទម្រង់ជាប្រាសាទមានកណ្ដាលនិងមានថែវត្តជុំវិញនេះគឺជាភស្តុតាងដ៏រឹងមាំមួយដែលបញ្ជាក់ពីការផ្លាស់ប្ដូរជំនឿសាសនាដ៏ធំធេងនៅក្នុងសម័យកាលនោះគឺពីព្រាហ្មណ៍សាសនាមកព្រះពុទ្ធសាសនាការដែលមានប្រាសាទព្រះពុទ្ធសាសនាស្ថិតនៅក្បែរប្រាសាទហិណ្ឌូនិយមនៅក្នុងបរិវេណតែមួយបញ្ជាក់ពីភាពអត់ឱននិងការរួមរស់ជាមួយគ្នានៃជំនឿសាសនាផ្សេងៗនៅតាមជញ្ជាំងប្រាសាទអ៊ូប្រសិនបើយើងពិនិត្យមើលឲ្យច្បាស់អាចនឹងឃើញនៃស្នាមរចនាបថបាយ័នដែលមានលក្ខណៈពិសេសរបស់វាដូចជារូបអវលោកេស្វរៈឬរូបព្រះពុទ្ធជាដើមទោះបីជាផ្នែកខ្លះត្រូវបានកាត់បន្ថយឬបំផ្លាញទៅហើយក៏ដោយវាជាសញ្ញានៃអំណាចនិងជំនឿរបស់ព្រះបាទជ័យវរ្ម័នទី7ដែលបានពង្រីកឥទ្ធិពលព្រះពុទ្ធសាសនាទៅគ្រប់ទីកន្លែងបាទយើងបន្តទៅប្រាសាទវេហៅម្យ៉ាងទៀតថាពិធូ3ប្រាសាទនេះក៏ត្រូវបានសាងសង់ដោយថ្មពុកផងដែរប៉ុន្តែមានទម្រង់តូចជាងប្រាសាទអ៊ូបន្តិចប្រាសាទវេនេះត្រូវបានឧទ្ទិសថ្វាយដល់ព្រះឥសូរព្រះសិវៈនៃព្រាហ្មណ៍សាសនាវាត្រូវបានគេជឿថាបានកសាងឡើងនៅចុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2ឬឯនៅដើមរជ្ជកាលព្រះបាទជ័យវរ្ម័នទី7មុនពីព្រះអង្គប្រកាសព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋចំណុចពិសេសនៅទីនេះគឺរូបចម្លែកត្រូវបាននៅសេសសល់ខ្លះៗហើយមានលក្ខណៈវិចិត្រវាក៏មានលក្ខណៈស្តៀងទៅក្នុងរចនាបថអង្គរវត្តដែរប៉ុន្តែមានការវិវត្តបន្តិចបន្តួចនៅពេលដែលយើងទៅដល់ទីនោះយើងនឹងឃើញថាប្រាសាទវេនេះបើទោះជាមិនសូវធំក៏ដោយប៉ុន្តែវាមានភាពស្ងប់ស្ងាត់និងមានភាពទាក់ទាញតាមបែបប្រវត្តិសាស្ត្រមួយដែលប្លែកគេជឿថាដើមឡើយវាមានទម្លាប់នៅលើព្រះឥសូរប្រាំងដែរដែលជាទម្រង់នៃព្រះសិវៈបន្ទាប់ពីប្រាសាទវេយើងមកដល់ប្រាសាទ X ឬពិធូ4ប្រាសាទ X នេះត្រូវបានកសាងឡើងពីថ្មបែកក្រានជាចម្បងហើយមានលក្ខណៈស្ថាបត្យកម្មស្តៀងទៅស្នងប្រាសាទទេដែរពលគឺស្ថិតនៅរចនាបថអង្គរវត្តហើយត្រូវបានឧទ្ទិសដល់ព្រះវិស្ណុវាមានទម្រង់ធំល្មមហើយបច្ចុប្បន្ននេះក៏មានសភាពទ្រុឌទ្រោមខ្លះដែរការដែលមានប្រាសាទ2គឺ T និង X ដែលមានលក្ខណៈស្ថាបត្យកម្មនិងជំនឿស្តៀងគ្នាបញ្ជាក់ថាប្រហែលជាមានការកសាងនៅសម័យកាលតែមួយឬក៏ដោយសារការបន្តនីតិនៃការសាសនានិងរចនាបថពីគ្នាទៅវិញទៅមកនៅពេលដែលអ្នកដើរជុំវិញប្រាសាទ X នេះអ្នកនឹងអាចស្រមៃឃើញនៅទម្រង់ប្រាសាទបែកក្រានដែលនៅសសហើយបើក្រឡេកទៅមើលឲ្យជិតអ្នកអាចនឹងឃើញនៅស្នាមដាននៃចម្លែកឬផ្ទាំងថ្មពុកមួយចំនួនដែលធ្លាប់បានលម្អ
ល់លើរចនាសម្ព័ន្ធបែកក្រាំងទាំងមូលវាបញ្ជាក់ពីការរួមចូលគ្នានៃសម្ភារសំណង់ដែលជាលក្ខណៈទូទៅនៃស្ថាបត្យកម្មខ្មែរសម័យអង្គរចុងក្រោយយើងមកដល់ប្រាសាទ Y ដែលគេហៅថា P25 ប្រាសាទ Y នេះក៏ត្រូវបានសាងសង់ដោយថ្មបែកក្រាំងផងដែរហើយត្រូវបានគេជឿថាអាចជាប្រាសាទឆ្នះជាងគេបំផុតនៅក្នុងក្រុមប្រាសាទព្រះពិធទាំង5នេះវាមានទម្រង់ទុយបំផុតប៉ុន្តែមានសារៈសំខាន់ណាស់ក្នុងការសិក្សាពីការវិវត្តនៃស្ថាបត្យកម្មប្រាសាទ Y ត្រូវបានឧទ្ទិសដល់ព្រះអ៊ីស៊ូព្រះសិវៈហើយលក្ខណៈពិសេសរបស់វាគឺភាពសាមញ្ញនៃរចនាសម្ព័ន្ធដែលបញ្ជាក់ពីដំណាក់កាលដំបូងនៃការកសាងប្រាសាទនៅក្នុងតំបន់នោះទោះបីជាវាមិនមានចម្លៃវិចិត្រដោយប្រាសាទក្រោយៗក៏ដោយក៏វាបានផ្ដល់ជាព័ត៌មានដ៏មានតម្លៃអំពីរបៀបដែលបច្ចេកទេសសាងសង់និងរចនាបថបានផ្លាស់ប្ដូរនិងអភិវឌ្ឍតាមពេលវេលានៅក្បែរប្រាសាទនេះអ្នកអាចមើលឃើញនៅដាននៃសំណង់បុរាណផ្សេងៗទៀតដែលបញ្ជាក់ពីសកម្មភាពរបស់មនុស្សនៅក្នុងបរិវេណនេះអស់រយៈពេលរាប់រយឆ្នាំភាពស្ងប់ស្ងាត់នៃទីកន្លែងនេះក៏ផ្ដល់ឱកាសឲ្យយើងគិតពិចារណាពីប្រវត្តិសាស្ត្រដ៏វែងឆ្ងាយដែលបានកន្លងផុតទៅបាទប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីឥឡូវនេះយើងបានស្វែងយល់ពីប្រាសាទនីមួយៗក្នុងក្រុងព្រះពិធហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺការប្រពន្ធព្រមគ្នានៃប្រាសាទទាំង5នេះតើហេតុអ្វីបានជាស្ថាបត្យកម្មនិងព្រះមហាក្សត្រខ្មែរជ្រើសរើសសាងសង់ប្រាសាទដែលមានរចនាបថនិងជំនឿសាសនាខុសៗគ្នានៅក្នុងបរិវេណតែមួយនេះហើយគឺជាល្បែងផ្គុំរូបដ៏ធំមួយសម្រាប់អ្នកប្រាជ្ញជំនាន់ក្រោយគេអាចសន្និដ្ឋានបានថាក្រុមប្រាសាទព្រះពិធនេះគឺជារូបភាពឆ្លុះបញ្ចាំងដល់ឡោអិដ្ឋបៈនៃប្រវត្តិសាស្ត្រដ៏ស្មុគស្មាញនិងការផ្លាស់ប្ដូរជំនឿសាសនានៅក្នុងសម័យអង្គរពីព្រាហ្មណ៍សាសនាដែលឧទ្ទិសដល់ព្រះវិស្ណុនិងព្រះសិវៈដល់ព្រះពុទ្ធសាសនាមហាយានក្រោមការដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី7ហើយបន្តមកក៏ត្រឡប់មកព្រាហ្មណ៍សាសនាវិញនៅសម័យក្រោយៗមកទៀតប្រាសាទនីមួយៗហាក់ដូចជារឿងមួយចំពោះដែលនិទានរឿងរ៉ាវនៃជំនឿនយោបាយនិងការច្នៃប្រឌិតរបស់ពុទ្ធបរិស័ទខ្មែរយើងការខ្វះខាតសិលាចារឹកច្បាស់លាស់សម្រាប់ប្រាសាទមួយចំនួនក៏បានធ្វើឲ្យការបកស្រាយកាន់តែមានភាពលំបាកប៉ុន្តែក្នុងពេលជាមួយគ្នានេះក៏បានជំរុញឲ្យមានការស្រាវជ្រាវនិងការសិក្សាកាន់តែស៊ីជម្រៅថែមទៀតប្រាសាទទាំងនេះមិនត្រឹមតែជាអគារថ្មបែកក្រាំងឬថ្មពុកនោះទេវាគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសេចក្តីជំនឿដ៏មុតមមភាពប៉ិនប្រសប់នៃជើងវិជ្ជាការនិងជើងចម្លែកខ្មែរហើយនឹងមហិច្ឆតាដ៏ធំធេងរបស់ព្រះមហាក្សត្រដែលបានគ្រងរាជ្យពីសម័យមួយទៅសម័យមួយនៅពេលដែលយើងដើរនៅក្នុងបរិវេណប្រាសាទព្រះពិធនេះយើងហាក់ដូចជាកំពុងដើរកាត់តាមទំព័រប្រវត្តិសាស្ត្ររាប់រយឆ្នាំដែលបញ្ជាក់ពីការវិវត្តន៍ដ៏ជប់របស់អរិយធម៌ខ្មែរយើងបច្ចុប្បន្នប្រាសាទព្រះពិធទាំង5នេះស្ថិតនៅស្ថានភាពទ្រុឌទ្រង់គួរឲ្យព្រួយបារម្ភដោយសារពេលវេលាអាកាសធាតុនិងការបំផ្លាញពីផ្លែផ្សេងៗប៉ុន្តែវាបានក្លាយជាគោលដៅដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់អ្នកទេសចរនិងអ្នកស្រាវជ្រាវដែលចង់ស្វែងយល់ពីទីតាំងមួយផ្សេងទៀតនៃអង្គរដែលមិនមែនជាតំបន់ដែលមានមនុស្សឧហោខាងភាពស្ងប់ស្ងាត់និងសន្តិភាពនៃទីកន្លែងនេះផ្ដល់ឱកាសឲ្យយើងគិតពិចារណានិងស្រូបយកធម៌ពលប្រវត្តិសាស្ត្រដ៏អាថ៌កំបាំងជាចុងក្រោយខ្ញុំសូមលើកទឹកចិត្តប្រិយមិត្តទាំងអស់គ្នាប្រសិនបើមានឱកាសបានទៅទស្សនាតំបន់អង្គរសូមកុំភ្លេចចំណាយពេលបន្តិចដើម្បីទៅលេងក្រុមប្រាសាទព្រះពិធនេះអ្នកនឹងទទួលបានបទពិសោធន៍ថ្មីមួយដែលខុសពីការទស្សនាប្រាសាទធំៗដទៃទៀតអ្នកនឹងមានឱកាសបានឃើញដល់ផ្ទាល់ភ្នែកពីបទដ្ឋាននៃប្រវត្តិសាស្ត្រដ៏វែងឆ្ងាយរបស់ខ្មែរយើងពីការផ្លាស់ប្ដូរនៃជំនឿនិងពីភាពអស្ចារ្យនៃស្ថាបត្យកម្មដែលបានបន្សល់ទុកឲ្យយើងវាមិនមែនគ្រាន់តែជាការទៅមើលសំណង់បុរាណនោះទេតែវាជាការធ្វើដំណើរដ៏វិសេសមួយទៅកាន់បេះដូងនៃអតីតកាលដ៏រុងរឿងរបស់ខ្មែរនេះគឺជាមរតកដ៏អស្ចារ្យដែលដូនតាខ្មែរបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយឲ្យបានស្គាល់បានដឹងនិងបានថែរក្សាបាទខ្ញុំបាទឈ្មោះអ្នកនិយាយសង្ឃឹមថាប្រិយមិត្តទាំងអស់គ្នាបានទទួលចំណេះដឹងនិងបទពិសោធន៍ដ៏ថ្មីស្លានពីការរៀបរាប់របស់ខ្ញុំបាទអំពីប្រវត្តិប្រាសាទព្រះពិធក្រុងប៉ាមនៅថ្ងៃនេះសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការចំណាយពេលតាមដានស្ដាប់យើងខ្ញុំនឹងវាត្រឡប់មកវិញជាមួយប្រធានបទប្រវត្តិសាស្ត្រថ្មីៗនិងគួរឲ្យចាប់អារម្មណ៍ផ្សេងទៀតនៅសប្តាហ៍ក្រោយសូមអរគុណនិងជម្រាបលា